hai tờ vấy sạt lậtในក្នុងដីសំខាន់សម្រាប់ដំណាំបងប្អូនកសិករធ្លាប់ឆ្ងល់ទេថាហើយអ្វីបានជាដីនៅក្នុងព្រៃជ្រៅគ្មានអ្នកដាក់ជីគ្មានអ្នកបាញ់ថ្នាំតែរុក្ខជាតិនៅតែដុះលូតលាស់បៃតងខ្ចីនិងមានផ្លែផ្កាច្រើនចម្លើយគឺដោយសារមានភ្នាក់ងារពិសេសកំពុងធ្វើការយ៉ាងសកម្មនៅក្នុងដីដែលយើងហៅថាអតិសុខុមប្រាណតើអ្វីទៅជាអតិសុខុមប្រាណអតិសុខុមប្រាណគឺជាសភាវៈមានជីវិតតូចបំផុតដែលយើងមិនអាចមើលឃើញនឹងភ្នែកទទេបានត្រូវប្រើមីក្រូទស្សន៍ពួកវាមានច្រើនប្រភេទដូចជាបាក់តេរីផ្សិនវីរុសនិងសារ៉ាយនៅក្នុងដីដែលមានសុខភាពល្អតែមួយស្លាបព្រាបាយមានអតិសុខុមប្រាណរស់នៅរាប់លានទៅរាប់ពាន់លានក្បាលដែលច្រើនជាងចំនួនមនុស្សដែលលើពិភពលោកយើងទៅទៀតហើយអ្វីយើងត្រូវការពួកវាយោងតាមក្រសួងកសិកម្មអាមេរិកនិងអង្គការ FAO អតិសុខុមប្រាណផ្ដល់ប្រយោជន៍ដល់កសិករដូចជាអ្នកចែកចាយអាហារពួកវាបំបីស្លឹកឈើជីកំប៉ុស្តនិងជីលាមកសាន់ឲ្យក្លាយជាសារធាតុចិញ្ចឹមដែលរុក្ខជាតិអាចបឺតស្រូបយកបានបើគ្មានពួកវាទេជីដែលបងប្អូនដាក់ទៅនឹងក្លាយទៅជាសំណល់ឥតប្រយោជន៍អ្នកទាញយកជាតិអាស៊ូតបាក់តេរីខ្លះគឺអាចទាញយកជាតិអាស៊ូតពីក្នុងខ្យល់បញ្ជូនទៅក្នុងដីឲ្យដំណាំស៊ីដោយមិនអស់លុយទិញជីអ៊ូរ៉េអ្នកការពារដំណាំអតិសុខុមប្រាណល្អនឹងដេញស៊ីឬកម្ចាត់មេរោគអាក្រក់ដែលបង្កជំងឺរលូតគល់ឬជំងឺក្រិនអ្នកសាងសង់ដីពួកវាបញ្ចេញជាតិរំអិលដែលស្អិតដូចកែវជួយឲ្យដីហាប់คล้ายជាដីធូរមានរន្ធខ្យល់និងរក្សាសំណើមបានយូរធ្វើដូចម្តេចឲ្យសម្បូរអតិសុខុមប្រាណល្អនៅក្នុងដីអតិសុខុមប្រាណក៏ដូចជាមនុស្សដែរពួកវាត្រូវការអាហារទឹកនិងផ្ទះដើម្បីរស់នៅបើចង់ចិញ្ចឹមពួកវាឲ្យបានច្រើនបងប្អូនត្រូវផ្ដល់អាហារបាយជីកំប៉ុស្តជីលាមកសត្វផ្អាំនិងទុកកាកសំណល់ដំណាំដូចជាចំបើងក្នុងស្រែនេះគឺជាអាហារដ៏ឆ្ងាញ់របស់ពួកវាកុំធ្វើបាបពួកវាការប្រើថ្នាំសម្រាប់សត្វល្អិនថ្នាំសម្រាប់ស្មៅនិងជាគីមីខ្លាំងពេកនឹងធ្វើឲ្យដីជូរដែលសម្រាប់អតិសុខុមប្រាណល្អចោលអស់កុំភ្ជួររាស់ខ្លាំងពេកការភ្ជួររាស់ដីញឹកញាប់ពេកគឺស្មើនឹងការកំទេចផ្ទះរបស់ពួកវាគួរកាត់បន្ថយការភ្ជួររាស់បើមិនចាំបាច់ដាំដំណាំចម្រុះការដាំដំណាំដដែលគឺធ្វើឲ្យអតិសុខុមប្រាណចុះខ្សោយការផ្លាស់ប្ដូរមុខដំណាំជាពិសេសដំណាំអំបូរសណ្តែកជួយឲ្យកងទ័ពនៅក្នុងដីកាន់តែរឹងមាំយោងតាមសាកលវិទ្យាល័យ Cornell ដីដែលសម្បូរទៅដោយអតិសុខុមប្រាណអាចជួយឲ្យរុក្ខជាតិធន់ទៅនឹងភាពរាំងស្ងួតបានល្អជាងដីដែលប្រើជីគីមីសុទ្ធពីព្រោះអតិសុខុមប្រាណជួយពង្រីកប្រព័ន្ធឫសឲ្យដុះបានវែងនិងរក្សាទឹកនៅក្នុងដីបានយូរកសិកម្មវៃឆ្លាតមិនមែនដាំដុះតែលើដីឡើយប៉ុន្តែគឺដាំដុះបង្កើតជីវិតនៅក្នុងដីបើបងប្អូនថែអតិសុខុមប្រាណឲ្យបានល្អពួកវានឹងថែដំណាំបងប្អូនវិញជាមិនខាន